ចិននិងជប៉ុនបានចង្អុលមុខគ្នាជុំវិញករណីឆ្មាំសមុទ្រចិននិងកប៉ាល់នេសាទជប៉ុនប្រឈមមុខដាក់គ្នានៅតំបន់ប្រជុំកោះសេនកាគូរដ្ឋាភិបាលទីក្រុងប៉េកាំងនិងរដ្ឋាភិបាលទីក្រុងតូក្យូនៅថ្ងៃអង្គារនេះបានសាចទឹកដាក់គ្នាយ៉ាងសម្បើមពាក់ព័ន្ធនឹងករណីប្រជុំមុខដាក់គ្នារវាងឆ្មាំសមុទ្រចិននិងកប៉ាល់នេសាទជប៉ុនមួយគ្រឿងជុំវិញប្រជុំកោះសេនកាគូដែលចិនហៅថាដៃយូដែលជាតំបន់មានចំនួនមិនទាន់ដាច់ស្រេចរវាងប្រទេសទាំងពីរនេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗនៅថ្ងៃអង្គារនេះប្រពន្ធព័ត៌មានបានសម្រងខ្លឹមសារសេចក្តីថ្លែងការណ៍របស់ឆ្មាំសមុទ្រចិនដែលបាននិយាយថាកប៉ាល់នេសាទជប៉ុនបានចូលដោយខុសច្បាប់នៅក្នុងដែនទឹកនៃប្រជុំកោះសេនកាគូដែលទីក្រុងប៉េកាំងហៅថាប្រជុំកោះដាវយូមុននឹងត្រូវបណ្តេញចេញទៅវិញចិនបានអះអាងថាកោះនោះជាដែនអធិបតេយ្យរបស់ខ្លួនប៉ុន្តែឆ្មាំសមុទ្ររបស់ប្រទេសជប៉ុនវិញបានអះអាងផងដែរខ្លួនបានស្ទាក់ចាប់និងបណ្តេញនាវាឆ្មាំសមុទ្រចិនចំនួន2គ្រឿងនៅថ្ងៃអង្គារនេះខណៈដែលនាវាទាំងនោះបានចូលទៅជិតនាវានេសាទរបស់ជនជាតិជប៉ុនសូមរំលឹកថាចំនួនការទូតរវាងចិននិងជប៉ុនកាន់តែតានតឹងចាប់តាំងតែពីនាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុនលោកស្រី Zanae Takaichi បាននិយាយនៅក្នុងសភាកាលពីថ្ងៃ7វិច្ឆិកាកន្លងមកថាការវាយប្រហាររបស់ចិនទៅលើកោះតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យអាចនឹងបង្កឲ្យមានការឆ្លើយតបផ្នែកយោធាពីទីក្រុងតូក្យូ